ចាជំរាបសួរនាងខ្ញុំណារ៉ាជាគណនេយ្យករជំនាញមួយរូបដែលកំពុងសិក្សាពី ATQ នៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDDA ចាថ្ងៃនេះនាងខ្ញុំមានការចែករំលែកល្អៗជាច្រើនជូនទៅដល់បងប្អូនផងដែរជាពិសេសអ្នកនៅក្នុងអាជីពគណនេយ្យអ្នកដែលកំពុងរៀននៅក្នុងវិស័យគណនេយ្យផងដែរចាជាស្ដេចនាងខ្ញុំក៏ជាគណនេយ្យករជំនាញមួយរូបដែលមានបទពិសោធន៍ល្អសមរម្យហើយក្រោយពេលដែលចូលរៀននាងខ្ញុំបានស្រូបយកនៅចំណេះដឹងវិធីសាស្ត្ររបៀបនៃការធ្វើគណនេយ្យល្អៗបែបស្តង់ដារជាច្រើនដែលធ្វើឲ្យប្រសិទ្ធភាពការងាររបស់នាងខ្ញុំមានភាពល្អប្រសើរជាងមុន ATQ គឺជាវគ្គជំនាញគណនេយ្យសម្រាប់អ្នកចាប់ផ្ដើមដំបូងៗក៏ដូចជាអ្នកនៅក្នុងវិស័យគណនេយ្យថ្នាក់កណ្ដាលផងដែរអញ្ចឹងហើយវាក៏ជាតម្រូវការមួយដ៏ល្អបំផុតសម្រាប់យើងជាពិសេស ATQ គឺជាវគ្គជំនាញសញ្ញាបត្រគណនេយ្យនៅរបស់ខ្មែរយើងតែម្ដងអញ្ចឹងហើយនាងខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនមានការចាប់អារម្មណ៍ធ្វើការចុះឈ្មោះចូលរៀនវគ្គនេះឲ្យបានច្រើនពីព្រោះវាមានសារៈសំខាន់សម្រាប់អ្នកដែលនៅក្នុងអាជីពគណនេយ្យចាស់ជាចុងបញ្ចប់នាងខ្ញុំសូមអរគុណទៅដល់លោកសាស្ត្រាចារ្យដែលខំប្រឹងប្រែងចែករំលែកបទពិសោធន៍ល្អៗជាច្រើនដែលគាត់មាននៅក្នុងឆាកអន្តរជាតិក៏ដូចជាការសិក្សានៅក្នុងប្រទេសកម្ពុជាផងដែរហើយក៏សូមអរគុណទៅដល់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ ACDDA ដែលខិតខំប្រឹងប្រែងបង្កើតនៅកម្មវិធីល្អៗនេះឡើងមកហើយនាងខ្ញុំនឹងណែនាំមិត្តភ័ក្តិបងប្អូនក៏ដូចជាក្រុមការងារឲ្យចុះឈ្មោះចូលរៀនឲ្យបានច្រើនផងដែរចា៎